ប្រហើនម្លេះចង់ប្តឹងផាយវណ្ណៈអាងប្តីផ្កាយមួយមែនម្ដាយជនបង្កដែលបុកគេស្លាប់6នាក់នៅឯបាត់ដំបងចង់ប្តឹងលោកផាយវណ្ណៈរឿងផ្សាយព័ត៌មានរកយុត្តិធម៌ឲ្យជនរងគ្រោះចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជួយប៉ៅកាហ្វេ Admin ផងប្រិយមិត្តទីរាប់អានតាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ដែលកើតឡើងនៅក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបងដែលមានជនបង្កជាអ្នកបើកបររថយន្តម៉ាក Mercedes ពណ៌ខ្មៅដែលមានឈ្មោះថាស៊ីវជ័យសិទ្ធដែលត្រូវបានគេស្គាល់ថាជាកូនលោកស្នងការរងនៃខេត្តបន្ទាយមានជ័យដែលបណ្ដាលឲ្យមានមនុស្សស្លាប់រហូតដល់6នាក់រួមទាំងកូនក្នុងផ្ទៃកាលពីរាត្រីថ្ងៃទី27ខែមីនាឆ្នាំ2026ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឲ្យផ្ទុះកក្រើកពេញបណ្ដាញសង្គម Facebook តែម្ដងប្រជាពលរដ្ឋជាច្រើនបានធ្វើការថ្កោលទោសទៅលើជនបង្កខាងលើហើយក្នុងនោះដែរលោកផាយវណ្ណៈក៏បានធ្វើការចុះផ្សាយនៅលើគេហទំព័រក៏ដូចជាเพจផ្លូវការរបស់លោកផ្ទាល់ជាបន្តបន្ទាប់នៅករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើក្នុងន័យដើម្បីជួយរកយុត្តិធម៌ជូនជនរងគ្រោះហើយក៏ត្រូវបានម្ដាយជនបង្កគម្រាមប្តឹងលោកផាយវណ្ណៈទៅវិញនៅក្នុងនោះកាលពីពេលថ្មីលោកផាយវណ្ណៈបានធ្វើការបង្ហោះសារដែលពាក់ព័ន្ធនឹងករណីប្តឹងនេះបែបនេះថាប្រភពពីខេត្តបាត់ដំបងបានឲ្យដឹងថាម្ដាយជនបង្កករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ចំនួន6នាក់ខឹងលោកផាយវណ្ណៈខ្លាំងណាស់រហូតហ៊ានប្រមាថផាយវណ្ណៈថាបើដោះស្រាយកូនចិញ្ចឹមគាត់រួចរាល់គាត់នឹងពិចារណាឲ្យមេធាវីប្តឹងផាយវណ្ណៈឲ្យដឹងខ្លួនម្ដងលោកផាយវណ្ណៈបានបន្តទៀតថាចែអើយចែកុំធ្វើដល់ថ្នាក់នឹងខ្ញុំខ្លាចចែនឹងប្តីចែខ្លាំងណាស់បើប្តឹងខ្ញុំសូមឧបត្ថម្ភ$10000ឲ្យចែប្តឹងតែខ្ញុំកំពុងស្រាវជ្រាវរកអ្នកដឹកកូនរត់គេចពីកន្លែងកើតហេតុដែរបើខ្ញុំដឹងថាម្ដាយជាអ្នកដឹកកូនរត់គេចខ្ញុំសំណូមពរឲ្យតុលាការចាត់ការម្ដាយនោះតាមច្បាប់ទៀតហើយលោកផាយវណ្ណៈបានបន្តបង្ហោះសារបន្ថែមទៀតថាសម្បត្តិត្រឹមឈ្មោះនាំទំនិញចោលសៀមមកលក់ចង់ប្តឹងផាយវណ្ណៈប្រហើនម្លេះនាងអាងប្តីផ្កាយមួយមែនលោកផាយវណ្ណៈក៏បានបន្តការបង្ហោះបន្តទៀតថាកូនបុកជនរងគ្រោះស្លាប់6នាក់មិនខឹងកូនបែរជាមកខឹងផាយវណ្ណៈដែលផ្សាយព័ត៌មានរកយុត្តិធម៌ឲ្យជនរងគ្រោះទៅវិញស្រាប់តែនៅថ្ងៃទី3ខែមេសាឆ្នាំ2026នេះចម្ងល់មួយក៏បានចោទសួរទៅលោកផាយវណ្ណៈផងដែរដោយនៅក្នុងនោះលោកផាយវណ្ណៈបានបន្តបង្ហោះសារបន្ថែមទៀតដែលពាក់ព័ន្ធនឹងករណីខាងលើដោយលោកបង្ហោះក្នុងเพจផ្ទាល់ខ្លួនមានសំណេរថាលោកស្រីម្ដាយចិញ្ចឹមរបស់ឈ្មោះស៊ីវជ័យសិទ្ធដែលបើកឡានបុកជនរងគ្រោះស្លាប់6នាក់បាននិយាយថាហេតុអ្វីបានរាល់ពាក្យសម្ដីរបស់គាត់និយាយចរចាជាមួយនឹងជនរងគ្រោះទាំងប៉ុន្មានអ្នកកាសែតដូចផាយវណ្ណៈដឹងទាំងអស់ហាលោកស្រីទើបស្គាល់ឈ្មោះផាយវណ្ណៈអញ្ចឹងបានលោកស្រីមិនដឹងប្រវត្តិខ្ញុំគឺចោលលួចព័ត៌មានបាទចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជួយប៉ៅកាហ្វេ Admin ផង